បាទជំរាបសួរអ្នកនរគ្នាសម្រាប់អ្នកនរគ្នាដែលលេង Facebook រាល់ថ្ងៃហើយឃើញវីដេអូដែលចង់ឃើញវីដេអូហើយអ្នកនរគ្នាមានចំណាប់អារម្មណ៍ថាចង់យកវីដេអូទុកមើលថ្ងៃក្រោយក៏ដូចជាការ share ចែកម្លែកទៅកាន់មនុស្សជាស្រឡាញ់របស់យើងតែអ្នកនរគ្នាអត់ទាន់បានដឹងថាតើយើងប្រើវិធីសាស្ត្រណាក្នុងការយកវីដេអូនោះវីដេអូហ្នឹងគឺដោយមានភាពងាយស្រួលមែនទែនអ្នកនរគ្នាដោយយើងមិនចាំបាច់ប្រើកម្មវិធីជំនួយទេយើងគ្រាន់តែប្រើនិយាយរួមនៅក្នុង Facebook តែម្ដងអ្នកទាំងគ្នានៅពេលដែលអ្នកទាំងគ្នាអូស Facebook មកឧទាហរណ៍អ្នកទាំងគ្នាអូសមកឃើញវីដេអូណាមួយដែលអ្នកទាំងគ្នាចាប់អារម្មណ៍ឧទាហរណ៍របៀបអ្នកលក់អីវីដេអូណាឧទាហរណ៍ខ្ញុំអូសសិនមកចំនេះស្ងោកន្ទុយជ្រូកអីចឹងអូខេអ្នកទាំងគ្នាឧទាហរណ៍គិតថាវីដេអូនឹងមានប្រយោជន៍ដល់អ្នកទាំងគ្នាហើយអ្នកទាំងគ្នាចង់ចែករំលែកវីដេអូហ្នឹងប៉ុន្តែចង់ share ទេចង់ download យកមកទុកមើលអំពីរបៀបក្នុងការស្ងោអីចឹងអូខេអញ្ចឹងអ្នកទាំងគ្នាអត់បាក់ទេមកមើលជាមួយខ្ញុំនឹងបង្ហាញដល់អ្នកទាំងគ្នាអ្នកទាំងគ្នាគ្រាន់តែចុចសញ្ញា share មកកន្លែងនេះមកសញ្ញាព្រួយ share ហ្នឹងនៅខាងដាំដៃរបស់យើងហ្នឹងបោះមកហើយអ្នកទាំងគ្នាចុចលើ story អូខេយក story ដល់ពេលដែល load យក story ហើយបើសិនដល់វីដេអូវែងវា load រៀងយឺតអីចឹងវីដេអូខ្លីៗនេះលឹកងាយមែនតើវែងក៏តែងបានខ្លីក៏តែងបានដូចគ្នាចឹងអ្នកទាំងគ្នាចុចសញ្ញា3អុចមកអ្នកទាំងគ្នាឃើញមានក្នុងនេះមាន save មាន upload មាន upload description upload transcript ហ្នឹង add label AI label អញ្ចឹងតែអ្វីដែលយើងចង់បានគឺយើងតែយកវីដេអូចឹងចុច save គេរងចាំតិចកន្លែងគេឥឡូវនេះដាក់ថា successful save to device អ្នកទាំងនេះឃើញ load ខាងក្រោមអត់វា load ថាការ save ទុកគឺបានសម្រេចហើយនៅជោគជ័យអូខេ successful មានថាជោគជ័យអញ្ចឹងអ្នកទាំងនេះបើសិនបើអ្នកទាំងនេះចង់តែយកវីដេអូអាចសាកល្បងមើលវីដេអូរបស់ខ្ញុំនេះតាមវីដេអូបញ្ចប់អ្នកទាំងនេះនឹងចេះអំពីរបៀបក្នុងការតែយកវាមកទុកក្នុងទូរស័ព្ទដៃរបស់អ្នកទាំងនេះគឺដូចជាការ share ចែកម្លែកទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកទាំងនេះអូខេអញ្ចឹងជាចុងក្រោយអ្នកទាំងគ្នាកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញារូបដឹងលើវីដេអូរបស់ខ្ញុំនេះមួយបាយបាយជួបខ្ញុំស្អីក៏ក្រោយ